ក្នុងព្រៃជ្រៅនីដែនកម្ពុជាបុរាណស្រីពេជ្រវិញ្ញាណព្រៃឈើដ៏បរិសុទ្ធបានរស់នៅយ៉ាងស្ងប់សុខនាងជាអ្នកថែរក្សាអាចកម្បាំងបុរាណបំផុតនៃធម្មជាតិនិងរឿងនិទានដែលមិនទាន់បានលាតត្រដាងថ្ងៃមួយរស្មីព្រះអាទិត្យបានចាំងចូលជ្រៅក្នុងព្រៃដ៏ពិសិដ្ឋនោះតារាវុធអ្នកការពារភូមិដ៏ក្លាហានបានឈានជើងចូលមកក្នុងទីសក្ការៈបូជាក្នុងព្រៃនោះភ្នែកអ្នកទាំងពីរបានប្រសពគ្នាបង្កើតជាចំណងស្នេហ៍ដ៏អាចកម្បាំងមួយតារាវុធឈរស្ងៀមនៅចំពោះមុខសម្រស់ដ៏អស្ចារ្យដែលគេមិនធ្លាប់បានឃើញពីមុនមកខ្យល់ត្រជាក់បក់កាត់ចន្លោះអ្នកទាំងពីរនាំមកនៅក្លិនក្រអូបនៃផ្កាព្រៃបុរាណគេបានទម្លាក់ដៃចុះពីដាវរបស់គេដើម្បីបង្ហាញពីសន្តិភាពនិងការគោរពដល់នាងក្រសែភ្នែករបស់តារាវុធពោពេញដោយភាពងឿងឆ្ងល់និងការតាក់ទាញយ៉ាងខ្លាំងមន្ទីរស្នេហ៍នៃព្រលឹងបានចាប់ផ្ដើមចងភ្ជាប់បេះដូងពីរដែលមកពីពិភពខុសគ្នាតារាវុធបានបោះជំហានមកជិតនាងដោយមិនបញ្ចេញវាចាតែពោពេញដោយការចង់ដឹងស្រីពេជ្របានសម្លឹងមើលគេវិញដោយកែវភ្នែកដ៏ទន់ភ្លន់ដែលអាចតាក់ទាញបេះដូងមនុស្សបាននាងបានលាតដៃចេញយឺតផ្កាពណ៌ខៀវស្រងាត់មួយក៏អណ្ដែតចូលមកក្នុងបាតដៃនាងតារាវុធបានសម្លឹងមើលផ្កានោះដោយក្តីរំភើបនិងការស្ងើយសរសើរចំពោះមន្តអាគមរបស់នាងនៅក្នុងភាពស្ងប់ស្ងាត់នោះចំណងស្នេហាមួយបានចាប់ផ្ដើមកើតឡើងរវាងអ្នកទាំងពីរពន្លឺពណ៌មាសស្រពោនបានជះចេញពីប្រាសាទបុរាណហាក់ដូចជាដាស់វិញ្ញាណដែលកំពុងដេកលូកតារាវុធមានអារម្មណ៍ថាមានអ្វីម្យ៉ាងដែលធ្លាប់ស្គាល់កំពុងត្រឡប់មកវិញក្នុងចិត្តរបស់គេស្លឹកឈើពណ៌មាសបានធ្លាក់ចុះមកចន្លោះអ្នកទាំងពីរជាសញ្ញានៃការចាប់ផ្ដើមនៃជោគវាសនាស្រីពេជ្របានសម្លឹងមើលគេទាំងក្តីអាណិតអាសូរហាក់ដូចជានាងបានដឹងពីទុក្ខសោកនាពេលអនាគតភាពស្ងប់ស្ងាត់នៃព្រៃឈើបានคล้ายជាសាក្សីនៃអាចកម្បាំងដែលបានលាក់ទុកអស់រាប់ពាន់ឆ្នាំតែព្រះសូរិយារៀបអស្តង្គតស្រមោលខ្មងងងឹតបានចាប់ដើមគ្របដណ្ដប់លើព្រៃព្រឹក្សាខ្យល់ត្រជាក់ខុសប្លែកពីធម្មតាបានបក់មកនាំមកនូវអារម្មណ៍មិនសុខសាន្តដល់បេះដូងផ្កាដែលធ្លាប់មានពន្លឺក៏បានរលត់ទៅវិញនៅចំពោះមុខនៃភាពងងឹតដែលកំពុងយីយីតារាវុធមានអារម្មណ៍ថាមានកម្លាំងអាចកំបាំងម្យ៉ាងកំពុងព្យាយាមបំបីពួកគេទាំងពីរបណ្ដាសាដែលបានដេកលក់រាប់ពាន់ឆ្នាំកំពុងតែដកដង្ហើមឡើងវិញក្នុងភាពស្ងៀមស្ងាត់វិញ្ញាណខ្មៅងងឹតបានលេចចេញពីដីព័ទ្ធជុំវិញអ្នកទាំងពីរដូចជាសំណាញ់នៃសេចក្តីស្លាប់ភាពភ័យខ្លាចបានចូលមកបំផ្លាញប៉ុន្តែវាមិនអាចបំបាក់ស្មារតីការពាររបស់តារាវុធបានឡើយគេបានដកដាវចេញយឺតពន្លឺនៃមុខដាវបានកាត់ផ្ដាច់នូវភាពងងឹតដែលកំពុងយាយីតារាវុធបានឈរនៅពីមុខស្រីពេជ្រដើម្បីការពារនាងទោះបីជាត្រូវបូជាជីវិតក៏ដោយក្នុងខណៈនោះកម្លាំងនៃបណ្ដាសាកំពុងតែសាក់លបងនៅទំហំនៃសេចក្តីស្នេហារបស់ពួកគេក្នុងពេលនោះអំណាចបានកើតឡើងស្រីពេជ្របានដាស់ធម្មពលវិញ្ញាណដ៏វិសុទ្ធដែលលាក់ទុកក្នុងខ្លួននាងពន្លឺពណ៌បៃតងស្រងាត់បានជះចេញពីកាយនាងដូចជាព្រះច័ន្ទពេញបរម័យក្នុងរាត្រីងងឹតនាងបានលើកហដ្ឋប្រណម្យបង្កើតជាធម្មពលរលកពន្លឺបណ្ដេញរាល់វិញ្ញាណអាក្រក់ឲ្យរលាយសាបសូន្យតារាវុធឈរមើលដោយក្តីស្ងើសរសើរចំពោះមហាធិរិទ្ធដ៏អស្ចារ្យនៃទេពធីតាព្រៃឈើនេះទោះបីជាភាពងងឹតត្រូវបានបណ្ដេញចេញប៉ុន្តែការប្រើប្រាស់កម្លាំងនេះបានធ្វើឲ្យនាងចុះទន់ខ្សោយយ៉ាងខ្លាំងបន្ទាប់ពីពន្លឺបានរលត់ទៅស្រីពេជ្រក៏បានបាត់បង់កម្លាំងកាយទាំងស្រុងកាយវិការដ៏ទន់ភ្លន់របស់នាងបានប្រែជាទន់ជ្រាយហាក់ដូចជាផ្កាដែលត្រូវខ្យល់បោកបក់តារាវុធបានស្ទុះទៅត្រកងនាងទោកដោយមិនបង្អង់យូរឡើយក្នុងគ្រាដ៏គ្រោះថ្នាក់នេះគឺជាលើកដំបូងដែលបេះដូងទាំងពីរបានប៉ះគ្នាចំកណ្ដាលភាពស្ងប់ស្ងាត់នៃរាត្រីទោះបីជាពិភពលោកទាំងមូលកំពុងគំរាមកំហែងក៏គេសន្យាថានឹងមិនបោះបង់នាងឡើយនៅក្នុងភាពស្ងប់ស្ងាត់នៃរាត្រីកម្លាំងនៃដើមឈើបុរាណបានដាស់ការចងចាំដោយបាត់បង់រូបភាពព្រិលនៃអតីតកាលបានលេចឡើងមកដូចជាសុបិនដែលគេធ្លាប់បានឃើញពីមុនមកតារាវុធបានសម្លឹងមើលទៅស្រីពេជ្រហើយមានអារម្មណ៍ថាគេធ្លាប់ស្រឡាញ់នាងតាំងពីយូរយារណាស់មកហើយ
វាគឺជាចំណងស្នេហ៍ដែលមិនអាចកាត់ផ្ដាច់បានទោះបីជាពេលវេលាកន្លងហួសទៅរាប់ពាន់ឆ្នាំក៏ដោយប៉ុន្តែភាពផ្អែមល្អែមនេះក៏បាននាំមកនូវរសជាតិដំបូងនៃទុក្ខសោកដែលនឹងមកដល់ពន្លឺព្រលឹមស្រាងៗបានបង្ហាញឲ្យឃើញនូវការពិតដ៏ជូរចត់ដែលលាក់ទុកក្នុងភាពងងឹតស្នាមខ្មៅនៃបណ្ដាសាបានលេចឡើងលើស្បែករបស់តារាវុធជាសញ្ញានៃការសងសឹកនៃជោគវាសនាគេព្យាយាមលាក់បាំងការឈឺចាប់ដើម្បីកុំឲ្យស្រីពេជ្រត្រូវព្រួយបារម្ភចំពោះរូបគេប៉ុន្តែស្រីពេជ្របានដឹងយ៉ាងច្បាស់ថានេះគឺជាការចាប់ផ្ដើមនៃទីបញ្ចប់ដែលមិនអាចជៀសរួចក្តីស្រឡាញ់ដែលធ្លាប់ជាពន្លឺបានប្រែទៅជាស្រមោលដែលកំពុងលេបត្របាក់ជីវិតរបស់គេស្រីពេជ្របានឈានជើងចូលទៅក្នុងប្រាសាទបុរាណដើម្បីស្វែងរកផ្លូវសង្គ្រោះជីវិតមនុស្សដែលនាងស្រឡាញ់អក្សរចារឹកនៅលើជញ្ជាំងថ្មបានចាប់ផ្ដើមបញ្ចេញពន្លឺអាថ៌កំបាំងឆ្លើយតបនឹងការប៉ះរបស់នាងបានដឹងថាបណ្ដាសានេះមិនមែនជារឿងចៃដន្យទេតែជាការសងសឹកនៃពេលវេលាក្នុងកែវភ្នែករបស់នាងបង្ហាញនូវក្តីអស់សង្ឃឹមផងនិងការតាំងចិត្តដ៏មោះមុតផងអាថ៌កំបាំងដែលបានរកឃើញបានប្រាប់នាងអំពីតម្លៃដ៏ខ្ពស់ដែលនាងត្រូវបង់ដើម្បីដោះដូរការធ្វើដំណើរស្វែងរកសេចក្តីសង្គ្រោះបាននាំពួកគេឆ្លងកាត់ផ្លូវដ៏លំបាកវេទនារាល់ជំហានដែលឈានទៅមុខគឺជារាល់ការតស៊ូនឹងការឈឺចាប់ដែលកំពុងកើនឡើងបណ្ដាសាខ្មៅងងឹតបានរីករាលដាលដល់ករបស់តារាវុធបំរុងនឹងលេបត្របាក់ជីវិតគេស្រីពេជ្របានក្លាយជាបង្អែកដ៏រឹងមាំដោយមិនព្រមបោះបង់មនុស្សដែលខ្លួនស្រឡាញ់ឡើយនៅលើកំពូលភ្នំដ៏ត្រជាក់ពួកគេបានសម្លឹងមើលទៅអនាគតដែលពោរពេញដោយភាពស្រពេចស្រពិលក្នុងជម្រៅនៃរូងភ្នំអាថ៌កំបាំងពួកគេបានរកឃើញអណ្ដូងទឹកភ្នែកដែលជាកន្លែងលាងជម្រះបណ្ដាសាពន្លឺទឹកត្រជាក់ស្រងាត់បានឆ្លុះបញ្ចាំងពីជោគវាសនាដែលមិនអាចជៀសរួចស្រីពេជ្របានដឹងថាដើម្បីសង្គ្រោះតារាវុធនាងត្រូវតែលះបង់អ្វីដែលសំខាន់បំផុតរបស់នាងតារាវុធបានសម្លឹងមើលនាងដោយដឹងខ្លួនថាពេលវេលារបស់គេនៅលើโลกនេះប្រហែលជាជិតដល់ទីបញ្ចប់រាល់ដំណក់ទឹកដែលធ្លាក់គឺដូចជាការរាប់ថយក្រោយនៃក្តីស្នេហាដ៏មានតម្លៃរបស់ពួកគេដើម្បីសង្គ្រោះជីវិតមនុស្សដែលខ្លួនស្រឡាញ់ស្រីពេជ្របានសម្រេចចិត្តបូជាវិញ្ញាណរបស់នាងធម្មពលជីវិតដែលសេសសល់ចុងក្រោយត្រូវបានផ្ទេរទៅឲ្យតារាវុធដើម្បីបំបែកបណ្ដាសារាប់ពាន់ឆ្នាំរូបរាងដ៏ស្រស់ស្ងាត់របស់នាងបានប្រែជាពន្លឺដ៏ទន់ភ្លន់រួចរលាយបាត់ទៅខនភាពស្ងប់ស្ងាត់តារាវុធបានរួចថត់ពីសេចក្តីស្លាប់ប៉ុន្តែបេះដូងរបស់គេត្រូវរងរបួសដោយសារការបាត់បង់ដ៏ធំធេងនេះសេចក្តីស្រឡាញ់ពិតគឺមានតម្លៃលើសពីជីវិតនិងពេលវេលាទាំងអស់នៅពេលដែលពន្លឺព្រះអាទិត្យដំបូងបានមកដល់បណ្ដាសារាប់ពាន់ឆ្នាំក៏បានរលាយសាបសូន្យទោះបីជាស្រីពេជ្រមិនអាចនៅក្បែរតារាវុធក្នុងរូបរាងជាមនុស្សប៉ុន្តែក្តីស្រឡាញ់របស់នាងបានផ្ដល់ជីវិតថ្មីដល់ព្រៃឈើទាំងមូលតារាវុធបានយល់ថាការលះបង់មិនមែនជាការបាត់បង់ទេតែគឺជាការបង្កើតថ្មីនៃអ្វីដែលអមតៈខ្សែក្បូងមរកតដែលព្យួរលើមែកឈើនឹងคล้ายជាសាក្សីនៃស្នេហាដ៏បរិសុទ្ធដែលឈ្នះលើពេលវេលារឿងរ៉ាវរបស់ពួកគេនឹងត្រូវខ្យល់បក់នាំទៅគ្រប់ទិសទីជាដួងវិញ្ញាណនៃក្តីសង្ឃឹមសម្រាប់អ្នកជំនាន់ក្រោយសេចក្តីសង្ខេបនៃសាច់រឿងបណ្ដាស្នេហ៍ពាន់ឆ្នាំមានទីតាំងស្ថិតនៅក្នុងព្រៃមន្តអាគមបុរាណមួយនៃប្រទេសកម្ពុជាដែលស្ថិតនៅក្បែរភូមិដ៏សុខសាន្តមួយស្រីពេជ្រគឺជាវិញ្ញាណម្ចាស់ព្រៃដ៏មានបារមីម្នាក់ដែលរស់នៅយ៉ាងចុះសម្រុងជាមួយធម្មជាតិនិងតែងតែសម្លឹងមើលពិភពមនុស្សលោកពីចម្ងាយចំណែកឯតារាវុធគឺជាអ្នកការពារភូមិដ៏ក្លាហាននិងមានគុណធម៌ដែលមានភារកិច្ចការពារអ្នកស្រុកពីគ្រោះថ្នាក់នានាដែលយាយីចេញពីក្នុងព្រៃចំណុចចាប់ផ្ដើមនៃសត្វរឿងបានកើតឡើងនៅពេលដែលតារាវុធកំពុងដើរល្បាតតាមជាយព្រៃហើយក៏បានជ្រៅដួងចិត្តដើរចូលទៅដល់ប្រាសាទបុរាណដ៏អាថ៌កំបាំងមួយដែលលាក់ខ្លួនយ៉ាងជ្រៅក្នុងព្រៃធំជាកន្លែងដែលគេបានជួបស្រីពេជ្រជាលើកដំបូង
ខណៈពេលដែលកៅផ្នែកអ្នកទាំងពីរសម្លឹងប្រសពគ្នាវាក៏បានបង្កើតជាចំណងមេត្រីភាពយ៉ាងជ្រាលជ្រៅភ្លាមៗដែលជាការផ្សារភ្ជាប់ជោគវាសនានៃពិភពពីរដែលខុសគ្នាស្រឡះដោយមិនដឹងខ្លួនការជួបគ្នានេះបានដាស់នៅបណ្ដាសាបុរាណដ៏សាហាវមួយដែលបានដេកលក់ជាយូរមកហើយដែលជាបណ្ដាសាជាប់តាក់ទងនឹងជាតិអតីតរបស់ពួកគេទាំងពីរការជួបគ្នាផ្ដាំស្នេហ៍នេះគឺជាចំណុចចាប់ផ្ដើមនៃរឿងរ៉ាវស្នេហ៍ដែលត្រូវឆ្លងកាត់ពេលវេលារាប់ពាន់ឆ្នាំប៉ុន្តែវាក៏ពោរពេញទៅដោយក្តីវិយោគដែលមិនអាចជៀសផុតបាន